clip ពីរដែលដាក់ត្រួតគ្នានេះគឺសំឡេងតែមួយទេគ្រាន់តែប្លង់មួយប្លង់ជិតមួយប្លង់ឆ្ងាយហើយអាសំឡេងយើងយកសំឡេងនេះជាសំឡេងគោលហើយសំឡេងនេះគឺអត់បានប្រើម៉ៃទេអញ្ចឹងយើងធ្វើម៉េចដើម្បីឲ្យវាស៊ីគ្នាពេល play ទៅពេលយើងដូរប្លង់ទៅសំឡេងហើយនឹងមាត់វាទៅគ្នាអញ្ចឹងពីមុនខ្ញុំអត់ដឹងយើងសេរីស្ដាប់តែឥឡូវអត់ធ្វើអញ្ចឹងទេគឺយើងគ្រាន់តែ select វាទាំងអស់មក right click វាយើងយកពាក្យនេះ synchronize តមកទៀតយើងចុច audio នេះមកមានន័យថាយើងផ្ទៀងផ្ទាត់វាជាមួយនឹង audio 1 នេះអញ្ចឹងយើងចុច OK មកពេលហ្នឹងវានឹងរៀបចំមកយើង